ទីក្រុងចង្អៀតបំផុតនៅលើពិភពលោកស្រុកយ៉ានជីនស្ថិតនៅក្នុងខេត្តយូណានប្រទេសចិនត្រូវបានគេស្គាល់ថាជាស្រុកតូចចង្អៀតបំផុតនៅក្នុងពិភពលោកវាស្ថិតនៅក្នុងជ្រលងជ្រៅដែលហុំព័ទ្ធដោយភ្នំខ្ពស់ៗនិងទន្លេដែលមានផ្លូវទឹកបត់បែនដ៏រញ៉េរញ៉ៃនៅកន្លែងខ្លះនៃស្រុកនេះមានទទឹងមិនដល់30ម៉ែត្រទេចំណែកទទឹងធំបំផុតមានត្រឹមតែ300ម៉ែត្រប៉ុណ្ណោះគ្រាន់តែផ្លូវធំមួយស្ទើរតែមិនអាចទៅរួចនៅទីនេះអគារនៅយ៉ានជីនគឺជាការមើលឃើញប្លែកពីគេអគារជាច្រើនត្រូវបានសាងសង់នៅតាមច្រាំងថ្មមើលទៅហាក់បីដូចជាកំពុងអណ្ដែតនៅលើអាកាសទេសភាពគួរឲ្យភ្ញាក់ផ្អើលបើអ្នកកំពុងនៅក្នុងផ្ទះហើយអ្នកក្រឡេកមើលចេញទៅខាងក្រៅបង្អួចអ្នកនឹងឃើញភ្នំដែលគ្របដណ្ដប់ដោយអ័ព្ទនិងទន្លេដ៏ស្រស់ស្អាតនៅខាងក្រោមពីខាងលើអ្នកនឹងសម្គាល់ឃើញថាដីគ្រប់កន្លោះកន្លាត្រូវបានប្រើប្រាស់យ៉ាងប្រុងប្រយ័ត្នដែលបង្ហាញពីរបៀបដែលមនុស្សនិងធម្មជាតិអាចរួមរស់ជាមួយគ្នាដោយសុខដុមរមនាតើអ្នកចង់ទៅលេងនៅកន្លែងគួរឲ្យចាប់អារម្មណ៍បែបនេះទេស្ដាប់សៀវភៅជាសម្លេងជាង300ក្បាលដោយចំណាយត្រឹមតែ$10,000សៀវភៅជាសម្លេង300ក្បាលចំណាយត្រឹមតែ$10,000ប៉ុណ្ណោះក្នុងមួយខែសម្រាប់លោកអ្នកដែលរវល់មមាញឹកនឹងការងារគ្មានពេលអានសៀវភៅតោះថ្ងៃនេះ admin សូមណែនាំ app ebook ដែលមានសៀវភៅដូចជាសៀវភៅសេដ្ឋកិច្ចសៀវភៅអភិវឌ្ឍសមត្ថភាពសៀវភៅសហគ្រិនភាពសៀវភៅទីផ្សារសៀវភៅមុខចំនួនល្បីៗទាញយកតាមដំណរភ្ជាប់ខាងក្រោមនេះបង់ប្រាក់ជាមួយ ABA លោកអ្នកអាចស្ដាប់បានដោយស្វ័យប្រវត្តិ